มีช้าทัวยำลึกนะก็ท่าสเตอร์นิสเตอร์นู้บางมันท่ามันไพรแต่ก็ปลายมันได้เพราะอย่างนี้คือยังหนุ่มมาหลมอัดปีขึงซ้ำท่าทัวยังไม่เอาเมนรูจิตงั้นทัวแบบแหลกขนาดท่ายังทัวยำเนื้อเตี้ยแบบเลื่อนจังอ่ะโอ้ยบงโปน้อยแต่เดียวท่ายำต่อแต่ห้าออกปีจานมองให้ขึงใส่แต่ยมโยแต่ด่ามวยมีช้านั่นคือยมเผยจำนวนหนังใส่โก้ให้จำนวนหนังทลาวเมื่อบงโปนเมียนปีหมกน้ำคือท่าใบให้ใบท่าปะเกียก็งั้นได้ให้ยังเรือสัตว์จะบงโปนโยใส่โก้ประเภทหน้าเดี๋ยวท่าโมตัววิพอยยังหันแบบสดางบงพัดบงโปนบานท่ายำแต่ถนัดหมดละจำนวนหนังมีช้าเยอะมาให้บបងប្អូនមើលមានបកាឬក៏មានមកអីដាក់តាមចំណូលចិត្តតែបើថាខ្ញុំមីឆាខ្ញុំចូលចិត្តដាក់តែគ្រឿងសាច់ពីរហ្នឹងឯងបានញ៉ាំគឺថាឆ្ងាញ់ហ្មងបងប្អូនពីរហ្នឹងហើយញ៉ាំមីឆាអញ្ចេះបងប្អូនដាក់បន្លែថាគ្រប់មុខដូចខ្ញុំចេះកាន់តែឆ្ងាញ់កុំឲ្យថាយើងញ៉ាំតែមីឆាពេកចឹងមីពេកទៅអត់សូវស្រួលទេបងប្អូនតើយើងមានលាយបន្លែលាយអីដែរហើយនេះគឺជាគ្រឿងផ្សំទឹកសោសរបស់យើងដែលយើងយកទៅដាក់ជាមួយនឹងមីឆារបស់យើងខ្ញុំមានដាក់ប្រេងល្ងស្ករសទឹកស៊ីអ៊ីវខាប់ហើយជាមួយនឹងទឹកប្រេងខ្យងបងប្អូនទឹកប្រេងខ្យងនេះខ្ញុំប្រើម៉ាកប្រេងខ្យងសិប្បកម្មរបស់រារីដែរបងប្អូនហើយខ្ញុំមានបន្ថែមទឹកម្ទេសចូលចំនួន2ស្លាបព្រាបងប្អូនទឹកម្ទេសសុភាពហ្នឹងហើយជាមួយនឹងទឹកសៀងឌីណាបងប្អូនតែទាំងពីរហ្នឹងគឺជាសិប្បកម្មបារារីទាំងអស់ហ្នឹងបងប្អូនទាំង3មុខដែលខ្ញុំបង្ហាញមិញហ្នឹងហើយបងប្អូនកុំភ្លេចឲ្យសោះបន្ថែមម្សៅឆាចូលដែរបងប្អូនបើអត់ដាក់ចូលទេដល់ពេលយើងឆាអញ្ចឹងទៅវានៅមានសភាពទឹកអញ្ចឹងពិបាកញ៉ាំមែនតើអញ្ចឹងយើងដាក់ម្សៅឆាដែរចូលមកវគ្គដែលថាឈ្ងុយហ្នឹងគឺឈ្ងុយខ្ទឹមហ្នឹងបងប្អូនដាក់ខ្ទឹមឲ្យច្រើនទៅពេលដែលយើងលីងសាច់ជាមួយនឹងខ្ទឹមហ្នឹងទៅគឺថាវាឡើងក្លិនឈ្ងុយពេញសាច់ហ្នឹងមកហ្មងហើយរៀងឆ្អិនបន្តិចទៅយើងចាក់គឺថាគ្រឿងសោសរបស់យើងចូលមកគឺប៉ុណ្្នឹងមកឈ្ងុយមែនតើហើយចំណុចពិសេសរបស់មីឆាហ្នឹងបងប្អូនពេលដែលថាយើងដាក់មីឆាជាមួយនឹងទឹកក្តៅដាក់ចូលទឹកក្តៅភ្លាមយើងលើកចេញភ្លាមបើថាយើងទុកក្នុងទឹកក្តៅយូរមីហ្នឹងវាឡើងវាថារីកហ្នឹងទៅគឺថាមីឆាយើងហ្នឹងគឺអត់ឆ្ងាញ់ទេបងប្អូនអញ្ចឹងយើងយកមីរបស់យើងហ្នឹងសភាពបែបថានៅបែបស្វិតនៅថាថ្មីអញ្ចឹងមកណេះតែប៉ុណ្្នឹងមកគឺថាហើយបាត់ទៅបងប្អូនហើយយូរទេយើងញ៉ាំចេះអូយបងប្អូនស្និទ្ធមែនតើសៃមីស្វិតហើយសំខាន់រសជាតិគ្រឿងអីហ្នឹងដិតបានល្អហើយញ៉ាំទៅវាថាញ៉ាំបានច្រើនមែនតើមីឆាមួយចានហ្នឹងនិយាយទៅឆាឆ្ងាញ់មិនឆ្ងាញ់អីលើគ្រឿងផ្សំយើងលាយបងប្អូនបើថាយើងលាយមិនត្រូវហើយគឺអត់ត្រូវហើយដូចជាទឹកជ្រលក់ដែលខ្ញុំដាក់នេះហ្នឹងអូយបងប្អូនឲ្យបានដាក់ជាមួយនឹងមីឆាអញ្ចឹងកាន់តែចាប់ជាតិបងប្អូនទឹកម្ទេសទឹកសៀងអីហ្នឹងត្រូវម៉ាច់មកហ្មងហើយយើងមានពងទាដាក់ឲ្យញ៉ាំមួយគ្នាចេះអូយកាន់តែអែមហើយទឹកម្ទេសទឹកសៀងដែលខ្ញុំប្រើដាក់ជាមួយនឹងមីឆាហ្នឹងគឺជា product ផលិតផលរបស់កូនខ្មែររបស់យើងទឹកម្ទេសសុភាពនិងទឹកសៀងឌីណានេះគឺផលិតដោយសិប្បកម្មរារីតែមួយបងប្អូនយើងអាចប្រើបានដាក់គ្រប់មុខម្ហូបឬក៏ថាមីឆាដូចខ្ញុំមិនថាជាស៊ុបកាទៀវអីហ្នឹងអូយបងប្អូនឲ្យបានដាក់គាត់ថាកាន់តែថាត្រូវមកហ្មងហើយឥឡូវនេះគេមានដាក់លក់គ្រប់ផ្សារអស់ហើយបងប្អូនមិនថាផ្សារទំនើបអីក៏មានដែរផ្សារឡាគីឬក៏ផ្សារបាយ័នអីបងប្អូនអាចទៅរកបានឬក៏តាក់ទងតាម page Facebook របស់គាត់វីដេអូមានតែប៉ុណ្្នឹងទេបាយ